បាទសួស្តីបងប្អូនសួស្តីបបកត្រីទៀតហើយនេះបបកត្រីទៀតហើយនេះទឹកដីខាងសេយយមបងប្អូនសេយយមជាប់ជាមួយនឹងសាលាព្រៃឈរហើយប្រឡងនេះអែមបងប្អូនប្រឡងអែមឈរលេងតែមកប្រឡងហ្នឹងហើយក្បែរដៃខាងស្ដាំខ្ញុំហ្នឹងមានម្លប់ឈើធំមួយអញ្ចឹងហើយក្បែរម្លប់មានកដៅមានម្លប់ខ្លះកុំឲ្យខូចសម្រស់ពេកណាបងប្អូនហើយស្រែហ្នឹងគឺអែមបងប្អូនខ្ញុំលេងបាន26ក្បាលតែ2ថ្ងៃបង2ថ្ងៃស្រូវពីច្រូតហើយបងប្អូននៅគល់គល់ស្រូវអែមតែនេះចូលបាត់បងប្អូនត្រីទី1ទី2ហើយតែបានថតខ្លះអត់ខ្លះអញ្ចឹងណាអានេះត្រីបងប្អូនល្មមហូបនិយាយទៅមកប៉ុណ្ណឹងវាល្មមហើយត្រីស្រែយើងហើយខាងមុខខ្ញុំនេះគឺស្ទឹងបងប្អូនស្ទឹងខាងមុខហើយថ្ងៃហ្នឹងខ្ញុំលេងតែមកកន្លែងហ្នឹងទេបងប្អូនលេងតែមកកន្លែងហ្នឹងទេដោយសារមកកន្លែងហ្នឹងឈរម្នាក់ឯងហើយវាស្ងាត់ខំអញ្ចឹងណាតែបើសិនជាមានគ្នា2នាក់ក៏3នាក់ឈរទន្ទឹមគ្នាក៏យកបានច្រើនដែរត្រីដោយសារនិយាយទៅទឹកគ្នាច្រើនឬមាត់ឬអីច្រើនអញ្ចឹងទៅគប់ភ្លេងភ្លុងច្រើនអញ្ចឹងទៅក៏ស្ងាត់ដែរត្រីវាទៅតាមនឹងដែរហើយនេះបងប្អូននេះទូជាងគេហ្នឹងជាតិបងប្អូនអើយថតល្មមហូបហើយម្ដុំហ្នឹងអត់ខ្វះប្រឡងលេងទេបងប្អូនអត់ខ្វះទេហើយកន្លែងហ្នឹងអាចលេងបាន2នាក់ប៉ុន្តែឈរឆ្ងាយពីគ្នាតិចណា2នាក់ទៅ3នាក់អីចឹងឈរស្ងាត់ស្ងៀមណាហើយនៅខាងក្រោយខ្នងខ្ញុំហ្នឹងក៏មានកន្លែងលេងទៀតហើយខាងមុខទៅឆ្ងាយនោះក៏មានកន្លែងលេងទៀតនិយាយទៅអត់ខ្វះកន្លែងហើយកន្លែងណាក៏មានត្រីដែរគ្រាន់ថាចំស្រែខ្លះទៅគេលេងខ្លាំងអញ្ចឹងទៅវាចេះខំទៅវាលោតអញ្ចឹងទៅខំទៅវាលែងអញ្ចឹងទៅបើយើងវត្តតន់បានវត្តមិនតន់នេះក៏អត់អញ្ចឹងទៅប៉ុន្តែស្រែនេះខ្ញុំគិតថាប្រហែលជាមិនតន់មានគេចូលលេងទេដោយសារវាចូលពីខ្នល់មករៀងជ្រៅហើយតតមកគៀកបងប្អូនតតមកគៀកបានឃើញស្រែហ្នឹងដោយសារវានៅបាំងស្រូវខ្ពស់អញ្ចឹងមើលពីចម្ងាយមកឃើញទេតែខ្ញុំដើរមកចេះតែដើរហៅមើលប្រឡងអញ្ចឹងទៅដើរមកឃើញស្រែហ្នឹងមួយតំណងដល់ពេលគប់ទៅតំណងមែនបងអែមអស់តោះហើយនេះចូលទៀតបងប្អូនចូលទៀតនេះឈរតែមួយកន្លែងបងមួយថ្ងៃហ្នឹងតែវាមិនពេញមួយថ្ងៃបងតែយើងគិតថាមួយថ្ងៃទៅចូលមកព្រឹកធំហើយមករយៈហ្នឹងរៀងភ្លៀងបងប្អូនអើយលេងត្រឹមម៉ោង11 12អីចាប់ដើមភ្លៀងមកបាត់ហើយអញ្ចឹងហើយនៅជ្រកភ្លៀងជ្រកអីល្មមបានលេងទៀតម៉ោង4ម៉ោង3ម៉ោង4អីហ្នឹងបានលេងទៀតអញ្ចឹងវាមិនពេញមួយថ្ងៃទេហើយថ្ងៃហ្នឹងមិនមកម្នាក់ឯងទេបងប្អូនមកគ្នាច្រើនតែបែកផ្លូវគ្នាខ្លះទៅលេងខាងក្រោយខ្នងខ្ញុំហ្នឹងខ្លះទៅមុខខ្ញុំទៀតអញ្ចឹងទៅហ
ហើយខ្ញុំមកដឹងទៅណាចេះតែគប់អញ្ចឹងទៅហើយដល់ពេលលួងយូរទៅត្រីចេះខំរហូតដែរយូរមួយអញ្ចឹងទៅហើយនេះដូចត្រីមួយនេះនៅខាងមុខហ្នឹងបងប្អូនប្រហែលជា4 ម៉ែត្រឯហ្នឹងតែនេះទៅបាត់ហើយនោះឡើងភ្លឹងខាំលូតបងប្អូនខាំលូតទៅបាត់ហើយទៅភ័យមួយហើយអត់ដឹងមូលហេតុណាបងប្អូនប្រហែលជាមកពីមុតឆ្អឹងក៏មិនដឹងដែរមុតឆ្អឹងកែបនោះមកលុបឈើបងប្អូនមកលុបឲ្យតែរៀងក្តៅបន្តិចអាចចូលជ្រកក្រោមលុបនឹងបានតិចល្អតាមឈើធំនេះបងអូសតម្លាក់ពីភ្លឺមកក្នុងស្ទឹងខំត្រីក្នុងស្ទឹងហ្នឹងតែវាទូចកូនត្រីប៉ុន្តែក៏ចូលបងប្អូន3 ហ៊ុនកន្លះផ្លែ3 ហ៊ុនកន្លះនេះបងលួងទឹកវាខំមុខលួងខាំអញ្ចឹងទៅនិយាយទៅឲ្យតែស្ងាត់កុំលឺមាត់កោកាកុំឲ្យគប់ភ្លីងភ្លុងពេកដឹងមកហើយបាយតែមួយដឹងមកហើយត្រីមកស្រែនេះយកមកអស់ទេចូលទៀតបងប្អូនចូលទៀតហើយចូលទៀតហើយនេះត្រីចុងក្រោយបងប្អូនត្រីចុងក្រោយនឹងអរគុណច្រើនបងប្អូនវីដេអូមានតែប៉ុណ្្នឹងទេថ្ងៃហ្នឹង